Vì mà chạy à ní cứ chỉ game Roblox đại dân rất phơi ca chỉ nẹt mơ ca kho thử xã shop nó không mình ti pet muối đại nó bây giờ cái bạch chun xã shop máuคือយើងត្រូវចាត់ចែងរៀបចំសាកសពខ្លះគឺយើងត្រូវយករបូជាយកធាតុយកអីຕົកចឹងណាហើយសាកសពខ្លះគឺយើងត្រូវចំអាសាកសពហើយពិនិត្យមើលគ្រឿងក្នុងហើយដាក់វិចខ្ចប់សាកសពនឹងចឹងទៅប៉ុន្តែការងារនេះគឺមិនមែនធម្មតាទេដោយសារតែខ្មោចទាំងអស់ហ្នឹងគឺវាមិនមែនឲ្យយើងធ្វើបានងាយៗទេអ្នកគ្នាគឺវាលងយើងហើយគឺវារំខានយើងយកហ្មងហើយទៅខ្ញុំលេងហ្គេមនេះបាក់សក់ខ្លាំងមែនតើហើយក៏ដល់ប៉ុនហ្គេមនេះគឺគេកំណត់ទៀតថាតើយើងត្រូវមើលការខុសត្រូវសាកសពចំនួនប្រមាណបានឈ្នះចឹងបើសិនជាខ្ញុំចង់ដឹងថាតើមួយយប់ហ្នឹងគឺខ្ញុំអាចចាត់ចែងសាកសពតាមចំនួនកំណត់គេបានឬអត់ហើយឈ្នះហ្គេមឬអត់កុំភ្លេចតាមដានទស្សនាវីដេអូនេះទៅតាមរហូតដល់ចប់ប៉ុន្តែមុននឹងចូលវីដេអូប៉ុនយើងនឹងកុំភ្លេចការ subscribe channel សេនាងមីងម្នាក់មួយផងហើយចុចបោកញ៉ាកណ្ដឹងផងអញ្ចឹងកុំឲ្យខាត់ពេលយូរតោះចូលវីដេអូយើងអស់គ្នាបាទនេះគឺជាសាកសពដែលគេបញ្ជូនមកពីខាងលើបាទយើងទៅការមើលសិនអូខេសាកសពនេះមានឈ្មោះថា Nuraini អូ27ឆ្នាំស្រីបាទមូលហេតុដែលស្លាប់គឺ bicycle fall ធ្លាក់ទៅលើកង់ងាប់ធ្លាក់ទៅលើកង់ងាប់ Oh my god ចាឥឡូវសាកសពនេះយកទៅណា go to the autopsy room អូយកទៅបន្ទប់អញយកទៅបន្ទប់សម្រាប់ពិនិត្យសាកសពនៅគ្នាអសរបច្ច័យចុចដាក់អសរស្អីគេមិនអសរអង់គ្លេសបងណានេះមិនអសរបច្ច័យមានរ៉ានអានតម្កល់ទេតម្កល់នៅគ្នាចុចចេញទៅវិញអីទ្វាបើអូតូដូចទ្វាបាទអ្នកគ្នាបើសិនជាអ្នកគ្នាជាអ្នកធ្វើការពេលយប់ពាក់ព័ន្ធជាមួយនឹងសាកសពរបៀបចឹងអីពេលយប់អីអ្នកគ្នាមានអារម្មណ៍អីដែរបើ5សេនតែម្ដងបានពីស្រីមីបាទស្រីមីយន្តមកដល់5សេនមកតោះឥឡូវសាកសពនេះធ្លាក់ពីលើកង់này thế 12សេនម្ដងបាទពីលីសាក៏ចាំអ៊ីងលីសា12សេនអូនេះមែនបន្ទប់នេះគឺយើងត្រូវយកសាកសពទៅពិនិត្យអេចន់ចូលបិទហ្នឹងមែនចុចដូចមិនឃើញគេឲ្យចុចស្អីចឹងខ្ញុំគិតថាបន្ទប់នេះឯងពិនិត្យសាកសពតែគ្នាធ្វើកសោបច្ច័យសាកសពនឹងពិនិត្យចំខ្ញុំគិតថាមានកោខុសបន្ទប់ពេលដែលខ្ញុំចូលមកវាអត់មានកន្លែងឲ្យយើងចុចនេះគ្នាដាក់ទៅលើនេះក៏ដាក់កើតកណ្ដាលនេះគេចុចបានអញ្ចឹងមិនមែនបន្ទប់នឹងនេះគ្នាមិនបន្ទប់នឹងទេចំនៅចិត្តហ្នឹងអញម៉ោង2:10គត់ម៉ោង2:10យប់នេះគ្នាតែឥឡូវយើងគាត់ដាក់កន្លែងណាឲ្យសាកសពនេះ autopsy room chẳng phải làmបន្ទប់នេះហ៎ឬមើលបន្ទប់នេះអូបន្ទប់នេះមែនណាគ្នាអូបាទឥឡូវសិនការលើកសាកសពដាក់ចូលទៅមកបាទđiអូដាក់សាកសពចូលចុចទ្វារវាមិនបិទខ្លួនវាបាទឥឡូវបន្ទាប់មក move stretcher អានេះគេត្រូវវះសាកសពឬក៏អីចឹងខ្ញុំមិនដឹងដែរអូខេអញ្ចឹងយើងចាប់ផ្ដើមធ្វើការមើលពិនិត្យមើលសាកសពនៅគ្នាបាទម៉ោង2:10យប់ពិនិត្យសាកសពបាទបាសក់ព្រឺរោមលើយគេមើលទៅគ្នាម៉ោង2:10ហើយមកពិនិត្យសាកសពមើលកសោបច្ច័យសាកសព59សេនម្ដងពីគៀ1ខៀងអរគុណ1ខៀងសម្រាប់50សេន1ខៀងជាមួយ1ខៀងរស៊ីបានលុយច្រើន10សេនម្ដងពីសាវុតស៊ី50សេនតែម្ដងពីស៊ំសុកសានអរគុណសុកសានសម្រាប់50សេនសុកសានអរគុណច្រើនញ៉ៃរស៊ីបានលើចូលចាំសុកសានតែម្ដងនេះបាទឥឡូវខ្ញុំធ្វើការមើលសិនគ្នាយើងធ្វើការចំអះសពធ្វើការលាងធ្វើការអីចឹងណាលូកខ្វេះកលុកកលៀតនិយាយទៅគឺមើលការពិនិត្យសាកសពអូខេរួចអញ្ចឹងយើងធ្វើការពិនិត្យរួចអានេះគេឲ្យយើងពិនិត្យចុះឡើងស៊ីម៉ោងទេ$2តែម្ដងពីជាលៀងផេងអរគុណជាលៀងផេងសម្រាប់$2តែម្ដងពីលៀងផេងបាទជប៉ុនលៀងផេងសិលអត់ទីបានលើហូចចូលចាំពីលៀងផេងបាទសម្រាប់$2តែម្ដងពីជាលៀងផេងបាទ$2កប់អរគុណច្រើនលៀងផេងបាទ13សេនម្ដងពីហុងហាននេះហុងហាន13សេនទៀតបាទក៏ច្រើនដល់ឥឡូវនៅគ្នាយើងបញ្ចូលទៅន័យដែលយើងកសោបច្ច័យមិញដូចថាអ្នកសាកសពហ្នឹងមានជាប់កន្លែងណាអីកន្លែងណាមានត្រូវមិនអីមិនចឹងណាអញ្ចឹងយើងបញ្ចូលទៅដល់មកយើងយកប្រដាប់បន្ទាប់ពីកសោបច្ច័យសាកសពហើយយើងយកហ្នឹងមកដាក់នឹងវិញអូសង្ស័យលើកសាកសពយករតុកវិញហ្នឹង move body អូខេដល់មកយកបន្ទប់ទៅបន្ទប់ mortgage room ទៅ mortgage room បន្ទប់ចិត្តហ្នឹង mortgage room មែនបន្ទប់នេះ
បើសិនជាបន្ទប់ហ្នឹងចូលមកវាឲ្យអសយើងឲ្យយើងចុចអស E ដើម្បីចុចដាក់សាកសមមកហើយចឹងមិនមែនបន្ទប់ហ្នឹងទេអ្នកគ្នាវាដាក់អសអង់គ្លេសអ្នកគ្នាវាដាក់អសឥណ្ឌូមិញខាងមើល live បងយូ now back អរគុណច្រើនមែនតើបាន2សុកសាអរគុណច្រើនបាទ20សេនទៀតបាទខាងមើល live យូឥឡូវ back មកវិញអរគុណច្រើន mortgage room ឬក៏បន្ទប់នេះបន្ទប់នេះមែនយើងតម្កល់សាកសពទុកសិនអ្នកគ្នាបាទតោះមកយើងដាក់ចូលទៅក្នុងថតលេខ5ក៏សាកសពគ្នាអូយម៉ែយប់ម៉ោង2:10ឥឡូវម៉ោង10:21នៅក្រៅបណ្ដាក្នុងហ្គេមនេះម៉ោង2:10ជាងអីបាទធ្វើការចាត់ចែងសាកសពដាក់ចូលសាកសពចូលផ្លុកបាទដើម្បី class A អញ្ចឹងណាបាទឥឡូវធ្វើការរុញទៅវិញ return to the lobby and corners អញ្ចឹងយើងទៅកន្លែងតុក copy យើងវិញតមកយើងទេហៅកលិនុបថាចការឲ្យយកសាកសពមកឲ្យទៀតអញ្ចឹងណាបាទព្រោះនៅពេលនេះមានអ្នកស្លាប់ច្រើនណាស្លាប់ច្រើនពេកទៅទេហៅអូខេតោះយើងរុញអាហ្នឹងអត់ទេក៏ឲ្យគេវិញអ្នកគ្នាអត់ទេរុញសាកសពនិយាយទៅគេនឹងបញ្ជូនសាកសពមកឲ្យយើងតាមចរាយន្តនឹងអ្នកគ្នាអូមិញសាកសពមិញយើងត្រូវការពិនិត្យកសលបច្ច័យអីអស់ហើយបានយកទៅ class C អ្នកគ្នាយកបន្ទប់ class C សាកសពតម្កល់សពកូនចាំ%ម្ដងគេទេមក%ម្ដងពីសឿនបុនសាក់%បាទឥឡូវសុំទៅការអូឥឡូវគេ would you like to handle បានអីចឹងគេសួរយើងទទួលសាកសពទេអត់យើងថា yes ខ្ញុំយកមកអីចឹងគាត់ថា hello we sending the structure up now stand by បញ្ជូនសាកសពអីដល់ពេលមកអត់ឃើញមានសាកសពផងចុះសាកសពចេះរត់ទេលឺសលេងអាទ្វារដែលយើងដាក់សាកសពហ្នឹងវាលបើកបិទខ្លួនវាមើលមានបណ្ណាគេលេងមើលដាក់កាសអត់ដល់ពេលខ្ញុំយកអាតេសហ្នឹងទៅឃើញអាกระดาษខ្ញុំកាន់ហ្នឹងដាក់ថាសាកសមម្នាក់ស្រីមិញនៅគ្នាប៉ុន្តែឥឡូវមិនអាតេសហ្នឹងមកវិញទេអញ្ចឹងខ្ញុំគាត់ថាខ្មោចលងហ្នឹងព្រោះមិញកលិននៅប្រថាឯកាថាផ្ញើសាកសមមកឲ្យយើងថ្មីជប់ខ្ញុំដើរទៅមើលនេះសិនអត់មើលឥឡូវប្លេតបានឲ្យ go to mortgage room សង្ស័យតែគេចង់ឲ្យយើងយកសាកសមទៅវិញហ្នឹងចង់ឲ្យលឺសលេងលបើកបិទខ្លួនវាអញ្ចឹងអរគុណច្រើន13សេនម្ដងមកពីច័ន្ទរ៉ូសា13សេន2សេនម្ដងពីគីមហ៊ុន